តើបងប្អូនថ្ងៃនេះខ្ញុំជិះម៉ូតូទៅតាមក្លឹបណាស្រាប់តែទៅដល់ឃើញគ្រូមឿនកំពុងតែដេញពុតសម្បូរព្រោះថាចិត្តលេងខ្សែក្បាត់ជាមួយនឹងទុនប៉និតណាខ្ញុំសួរគាត់ថាទៅតែដេញអញ្ចឹងហើយបើមិនដេញអញ្ចឹងអាចថាមានអ្នកខ្លះលួចខ្ជិលអញ្ចឹងគ្រូម៉ាក់សមឿនមិនត្រឹមតែជាអាញាកដាលហើយឥឡូវនឹងសម្រាប់កំឡោចង់ឡើងវាយទៀតបងប្អូនហើយរត់ដេញជាមួយនឹងសិស្សទៀតអានេះជាសកម្មភាពផ្សេងដែលគាត់រត់សบายជាមួយនឹងសិស្សដេញសិស្សពីក្រោយណាគាត់ដូចជាចង់វាយមែនតើបងប្អូនបើសិនជាគាត់ឡើងវាយមែនតើគីឡូទំចិត្ត2អីបងប្អូនគិតយ៉ាងណាដែរតែអ្នកនៅមុខនេះគឺបងប្អូនស្គាល់ហើយពុតសម្បូរត្រៀមលេងខ្សែក្បាត់លេងជាមួយទុនប៉និតហើយចម្លែកបងគៀងពុតសម្បូរចប់ពីអាញាកដាលប្រហាត់ចប់ពីប្រហាត់រត់គៀងទៀតគៀងពុតសម្បូររត់ប្រសក់គីឡូខ្លួនឯងផងហើយគៀងពុតសម្បូរផងលេងបាទពុតសម្បូរខ្សែក្បាត់ចាំមើលទៅថាគាត់នឹងធ្វើបានល្អហើយមុនហ្នឹងលោកគ្រូមឿនក៏គាត់បាននិយាយដែរថាបើសិនជាពុតសម្បូរគាត់ស្ដាប់អ្នកឲ្យទឹកតែបន្តិចប្រហែលជាល្អហើយសង្ឃឹមជាច្រើនមែនទែនសឹងតែគ្រប់គ្រងការប្រកួតប៉ុន្តែពុតសម្បូរលោកគ្រូក៏បានបញ្ជាក់ថាមូលហេតុនេះគឺគាត់ចង់ឆ្លាប់ពេកនៅពេលដែលគាត់ចង់ឆ្លាប់ពេកគឺគាត់ថាទៅតបេតបាវាយប្រេប្រោះតាមទៅចិត្តខ្លួនឯងធ្វើមកចង់ឲ្យផ្ដាច់ទៅលឿនធ្វើវាយឲ្យដៃគូនោះសន្លប់អីចឹងទៅពេលចឹងគឺយកបាត់ស្នៀតបាត់ក្បាច់ក្នុងការប្រកួតដែលគ្រូមឿនទៅចាប់ឲ្យឥឡូវយើងគាត់មើល